សាច់រឿងដែលបានចាប់ផ្ដើមនៅក្នុងភាគនេះឈិនយិនក៏បានប្រើប្រាស់កម្លាំងរបស់គេធ្វើការប្រមូលផ្ដុំនៅធម្មពលនៃអណ្ដាតភ្លើងទាំងអស់នេះហើយក៏បានធ្វើការបាញ់សម្ដៅចូលទៅរកវាវិញបន្ថែមនៅកម្លាំងរបស់គាត់បន្តិចទៀតនោះបង្កើតបានទៅជាដៃធម្មពលមួយដែលបានចាប់ទៅលើរាងកាយនៃអណ្ដាតភ្លើងនឹងទាំងស្រុងដែលធ្វើវាក៏បាននិយាយថាជាមួយនឹងសម្ពាធធម្មពលព្រលឹងនេះវាគឺពិតជាគួរខ្លាចដែលវាគឺប្រៀបបីដូចជាកំហឹងរបស់ព្រះចឹងដែរខណៈដែលឈិនយិនគាត់បានបញ្ច្រាស់ទម្លុះលំហមកទីនេះដូច្នោះហើយកម្រិតរបស់គាត់គួរតែត្រូវបានបំផ្លាញចោលហេតុអ្វីបានជានៅតែមានសម្ពាធធម្មពលដ៏ខ្លាំងក្លាបែបនេះឈិនយិនក៏បានតបទៅវិញថាវាគឺនៅតែក្លាហានដែលហ៊ានស៊ូគាត់ខណៈដែលវានឹងក៏មិនខុសពីគាត់ដែរដោយសារតែវាគ្រាន់តែនៅសេសសល់នៃបំណាច់នៃពលឹងតែប៉ុណ្ណោះវាក៏នៅតែព្យាយាមបញ្ចេញនៅសម្រែកក្រហមខណៈដែលទូប្រុសក៏បានបញ្ចេញនៅកម្លាំងធម្មពលរបស់គាត់បន្តិចហើយក៏ប្រាប់ទៀតថាយ៉ាងណាមិញវាគ្រាន់តែនៅសេសសល់នៃបំណាច់ពលឹងតែប៉ុណ្ណោះដូច្នោះហើយគឺមិនអាចលេបតបាក់យកនៅរាងកាយរបស់គាត់បាននោះទេវាក៏តបមកវិញថាប្រសិនបើមិនមែនដោយសារតែហ្វាំងអ៊ូជីបានបំបាយវាចេញអំពីរាងកាយសំខាន់ទេម្ល៉េះហើយនៅពេលនេះវាគឺអាចលេបតបាក់យករាងកាយរបស់ទូប្រុសយើងបានហើយឈិនយិនក៏តបទៅវិញថានៅចំពោះមុខគាត់ហើយវាគឺនៅតែហ៊ានអួតក្អេងក្អាងទៀតរួចហើយនោះគាត់ក៏បានបន្តប្រើប្រាស់កម្លាំងរបស់គាត់បន្តិចទៅធ្វើវានឹងក៏ចាប់ផ្ដើមស្រែកជាមួយនឹងការឈឺចាប់គាត់ក៏ប្រាប់ទៅកាន់វាឲ្យចងចាំទុកបើទោះបីជាវាគឺមាននៅបំណែកពលឹងចំនួន1000ក៏ដោយប្រសិនបើចង់ប៉ះគាត់នោះវាគឺពិតជាមិនងាយស្រួលទេហើយគាត់នឹងក៏ចាប់ផ្ដើមបន្ថែមនៅកម្លាំងរបស់គាត់ទៅធ្វើវាក៏បានស្រែកថានៅពេលនេះវាគឺលែហ៊ានហើយវាក៏នឹងចងចាំទុកផងដែរបន្ទាប់មកឈិនយិនគាត់ក៏បានបន្ថយនៅកម្លាំងរបស់គាត់ទៅវិញហើយក៏សួរថាតើហ្វាំងអ៊ូជីយករាងកាយសំខាន់របស់វាទៅលាក់ទុកនៅទីណាវាក៏ប្រាប់ថាគឺជាស្លាបបណ្ឌិតសភាផ្កាយមេឃប៉ុន្តែនៅពេលនេះវាគឺមិនអាចដឹងអំពីទីតាំងពិតប្រាកដបាននោះទេហាក់បីដូចជាមានត្រានឹងគឺកំពុងតែរារាំងស្របពេលដែលឈិនយិនក៏ប្រាប់ថាសាលាបណ្ឌិតសភាផ្កាយមេឃនេះគឺជាសាលាមួយដែលមានកិត្តិយសដ៏ភាពបំផុតរបស់គ្រួសាររាជវង្សធានយានហើយហ្វាំងអ៊ូជីគឺជាអ្នកបង្កើតវាឡើងកាលពី3000ឆ្នាំមុនដូច្នោះហើយនៅពេលនេះគាត់ក៏បានផ្ដល់ជំរឿសចំនួន2ទៅឲ្យអណ្ដាតភ្លើងនឹងហើយវាក៏បានយកអាទី2តែម្ដងដូច្នោះហើយឈិនយិនក៏បានផ្ទាត់នៅម្រាមដៃរបស់គាត់បន្តិចទៅធម្មពលនឹងក៏ស្រាប់តែបានបាត់ទៅវិញស្របពេលដែលគាត់ក៏ប្រាប់ថាជាដំបូងនឹងគាត់នឹងធ្វើការកែលម្អវាចូលទៅក្នុងសមុទ្រវិញ្ញាណរបស់គាត់ជាមុនសិនហើយគាត់នឹងក៏មិនឲ្យវានៅទំនេរដែរដោយគាត់ក៏បានប្រកល់នៅបច្ចេកទេសមួយឲ្យវាធ្វើការវឹកហាត់ដោយនោះគឺជាបច្ចេកទេសវិញ្ញាណពពកហើយនៅពេលដែលគាត់ទទួលបាននៅរាងកាយដើមរបស់វាហើយវាប្រកាសជាទទួលបាននៅទម្រង់របស់វាត្រឡប់មកវិញហើយនៅពេលដែលគាត់ប្រមូលបានយកនៅបំណាច់ពលឹងរបស់វាទាំងអស់ហើយវាក៏អាចជួយឲ្យគាត់នឹងគឺថាឈានទៅដល់ចំណុចកម្ពូលឡើងវិញផងដែរខណៈដែលអណ្ដាតភ្លើងនឹងវាគឺមិនចង់ឲ្យទូប្រុសយើងលំបាកនោះទេដោយវានឹងធ្វើការរួមបញ្ចូលគ្នាជាមួយនឹងសមុទ្រវិញ្ញាណរបស់ឈិនយិនដោយផ្ទាល់តែម្ដងប៉ុន្តែទាំងអស់នេះវាគ្រាន់តែមានការឈឺចាប់បន្តិចដូច្នោះហើយក៏ឲ្យឈិនយិននឹងគាត់គឺស៊ូទ្រាំបន្តិចទៅហើយបន្ទាប់មកវាក៏ចាប់ផ្ដើមចាត់ការដោយយើងក៏ឃើញថាធម្មពលអណ្ដាតភ្លើងដ៏ខ្លាំងក្លាវាក៏ចាប់ផ្ដើមផ្សាយភាយចេញអំពីរាងកាយរបស់ឈិនយិនហើយខណៈដែលរលកធម្មពលនឹងវាក៏ចាប់ផ្ដើមផ្ទុះឡើងជាបន្តទៅជាមួយគ្នានោះបើយើងក៏លេចទៅមើលផ្នែកម្ខាងទៀតយើងក៏បានឃើញអំពីនារីដ៏ស្រស់ស្អាតម្នាក់កំពុងតែសម្លឹងមកកាន់ទិសដៅនេះផងដែរខណៈដែលឈិនយិនគាត់ក៏នៅតែបន្តស្រែកឡើងហើយធម្មពលវាក៏នៅតែសាយភាយខណៈដែលឈិនលីនវាក៏បាននិយាយថាធម្មពលនៃអណ្ដាតភ្លើងនេះវាគឺពិតជាខ្លាំងមែនទែនស្របពេលដែលឈិនយិននៅពេលនេះគាត់ក៏ចាប់ផ្ដើមធ្វើសមាធិបន្តិចហើយបន្ទាប់មកគាត់ក៏បាននិយាយថានៅពេលនេះគឺជោគជ័យឬមួយក៏រួចរាល់ហើយខណៈដែលអាក្បាខូចវាក៏បានសម្ដៅចូលទៅរកគាត់ទៅស្របគ្នានោះផងដែរយើងក៏ឃើញថាកម្លាំងរបស់ឈិនយិនក៏មានការកើនឡើងដែរគាត់បាននិយាយថាចំពោះបំណែកពលឹងនៃអណ្ដាតភ្លើងនេះបើទោះបីជាវាគឺមិនពេញលេញក៏ដោយប៉ុន្តែវាក៏បានធ្វើកម្រិតនៃការបង្កើតរបស់គាត់គឺមានការកើនឡើងដែរដោយបច្ចុប្បន្នហ្នឹងគាត់គឺបានឈានមកដល់កម្រិតទី9នៃអាណាចក្រផ្កាយហើយស្របពេលដែលឈិនលីនវាក៏សួរបន្តថាតើរាងកាយសំខាន់របស់អណ្ដាតភ្លើងហ្នឹងគឺនៅកន្លែងណាទៅចំណែកឈិនយិនក៏បានឆ្លើយតបទៅវិញថាបើអញ្ចឹងពួកយើងគួរតែទៅកន្លែងនោះជាមុនសិនហើយបន្ទាប់មកពួកគេទាំងពីរនាក់ហ្នឹងក៏បានចាក់ចេញអំពីកន្លែងនេះបាត់ទៅសាច់រឿងបន្តរបស់យើងក៏លេចទៅមើលខាងនោះវិញមិនយូរប៉ុន្មានឈិនយិនក៏ស្រាប់តែបានមកដល់ទីតាំងមួយហើយខណៈដែលអាក្បាខូចវាក៏នៅតែសួរថាតើពួកយើងគឺពិតជាត្រូវធ្វើដំណើរទៅកាន់សាលាបណ្ឌិតសភាផ្កាយមេឃមែនទេខណៈដែលឈិនយិនក៏ប្រាប់ថាមិនទាន់នោះទេដោយសារតែនៅពេលនេះគាត់គឺត្រូវតែផ្ដោតទៅលើការវឹកហាត់របស់គាត់ជាមុនសិនបន្ទាប់ពីបានសម្លឹងមើលទៅកាន់ទីតាំងនេះហើយគាត់ក៏បាននិយាយថាកន្លែងនេះវាគឺពិតជាគួរចាប់អារម្មណ៍ប៉ុន្តែស្របគ្នាពួកគេទាំងពីរនាក់ហ្នឹងក៏ស្រាប់តែបានលាក់ខ្លួនភ្លាមនោះក៏ដោយសារតែមានមនុស្សមួយក្រុមទៀតកំពុងតែធ្វើដំណើរសម្ដៅមកកាន់ទីនេះហើយក្នុងនោះក៏មានមនុស្សចំនួន2នាក់ដែលកំពុងតែត្រូវបានគេធ្វើបាបឈិនលីនឃើញហើយក៏បាននិយាយថាមនុស្សសម័យនេះគឺប្លែកចូលចិត្តធ្វើអ្វីដែលថ្មីហើយឈិនយិនក៏តបទៅវិញថាមើលទៅវាគឺពិតជាដឹងច្រើនក៏លេចទៅមើលខាងនោះវិញមនុស្សម្នាក់ក៏បានសរសើរកូនសិស្សរបស់គេថាពួកគេនឹងគឺពិតជាពូកែដែលអាចធ្វើមនុស្សទាំងពីរនាក់នេះគឺពាក់នៅរបាំងមុខជ្រូកដើម្បីស្វែងរកនៅផ្លែឈើធម្មពលពណ៌ស្វាយឲ្យពួកគេដូច្នោះហើយកូនសិស្សនឹងក៏តបមកវិញថាពិតជាអរគុណសម្រាប់ការសរសើររបស់លោកគ្រូប៉ុន្តែនរណាធ្វើឲ្យពួកគេនឹងគឺលួចយកនៅផែនទីកំណត់នៃសាលាបណ្ឌិតសភាធានយានរបស់យើងធ្វើអ្វីឃើញដូច្នោះហើយឈិនយិនក៏សរសើរថាពិតជាស័ក្តិសមជាសាលាបណ្ឌិតសភាធានយានមែនដោយសារតែពួកគេគឺអាចបង្កើតបាននៅសិស្សដ៏ល្អម្នាក់ដូចជាលីនវៃដូច្នោះក៏គិតថាការបង្រៀនរបស់ពួកគេប្រហែលជាល្អហើយដោយឡែកអ្នកទាំងពីរនៅវិញក៏ហាក់បីដូចជាបានធំក្លិនអំពីអ្វីម្យ៉ាងដូច្នោះហើយពួកគេក៏ចាប់ផ្ដើមនាំគ្នាកាយដីហើយក្នុងពេលនោះក៏ស្រាប់តែរបស់មួយគឺបានលេចឡើងនៅចំពោះមុខពួកគេគ្រប់គ្នាក៏បានស្គាល់យ៉ាងច្បាស់ថានោះគឺជាផ្សិតព្រលឹងដូច្នោះហើយពួកគេក៏គិតថាមើលទៅច្រកចូលទៅក្នុងឡានភ្នំគួរតែនៅកន្លែងនេះហើយស្របពេលដែលគេនឹងក៏ប្រកល់ទៅឲ្យគ្រូរបស់គេទៅបុរសចំណាំម្នាក់នឹងក៏បានក្តាប់កណ្ដាប់ដៃរបស់គេជាមួយនឹងកម្លាំងធម្មពលបន្តិចនោះ
យើងក៏ឃើញថាច្រកចូលទៅក្នុងឡានភ្នំហ្នឹងវាក៏ស្រាប់តែបានលេចឡើងតែម្ដងបន្ទាប់ពីឃើញដូច្នោះហើយពួកគេទាំងអស់គ្នាក៏បានគិតថាមនុស្សទាំងពីរនាក់ហ្នឹងគួរតែលែងមានប្រយោជន៍ទៀតហើយដូច្នោះហើយគួរតែសម្លាប់ចោលតែម្ដងទៅប៉ុន្តែម្នាក់ទៀតក៏បានតបទៅវិញថាឲ្យសម្លាប់ម្នាក់ប្រុសចោលជាមុនសិនទៅចំណែកម្នាក់ស្រីវិញគឺទុកឲ្យបងប្អូនរបស់ពួកគេសប្បាយជាមួយនឹងនាងជាមុនសិនមុនពេលដែលសម្លាប់នាងចោលដូច្នោះហើយនារីម្នាក់ហ្នឹងក៏បានព្យាយាមអង្វរពួកគេឲ្យដោះលែងនាងទៅហើយខណៈដែលដៃគូរបស់នាងហ្នឹងក៏ចង់ជួយនាងដែរប៉ុន្តែវាគឺគ្មានប្រយោជន៍ឡើយបុរសចំណាស់ម្នាក់ហ្នឹងក៏បាននិយាយទៅកាន់នាងថាស្រីស្អាតនាងស្អាតយ៉ាងនេះហេតុអ្វីបានជាធ្វើចោលប៉ុន្តែមិនអីនោះទេចាំបងជួយកូនចៅរបស់គេនឹងក៏នាំគ្នាសោយគេក៏បានបន្តទៀតថាបន្ទាប់ពីគេគឺទទួលបាននៅផ្លែឈើទាំង7នោះហើយគេនឹងធ្វើពិធីជប់លៀងហើយខណៈដែលកូនចៅរបស់គេនឹងក៏នៅតែសរសើរថាគ្រូរបស់គេគឺពិតជាឆ្លាតជាមួយគ្នានោះចំពោះឈីងលីនវាហាក់បីដូចជាមានសត្វមួយគឺបានទុំទៅលើច្មោះរបស់វាដូច្នោះហើយវាក៏បានក្តាស់មួយឆាច់តែម្ដងទៅហើយគ្រាន់តែការក្តាស់របស់វាតែប៉ុណ្ណោះក៏បានធ្វើឲ្យបរិសុទ្ធចំណាំម្នាក់នឹងគឺថាដេកស្អាតមកទៅហើយចំណែកឈីងយៀនក៏ឌឺដងសួរថាយ៉ាងម៉េចហេតុអ្វីបានជាអោនខ្លាំងយ៉ាងនេះតើកំពុងតែមានការអ៊ីនខ្មាស់មែនទេហើយបុរសម្នាក់នឹងវិញគឺថាបានអតិបាត់ទៅហើយដូច្នោះហើយកូនសិស្សរបស់គេក៏ស្រែកសួរទៅកាន់ឈីងយៀនថាតើគាត់គឺជានរណាដែលហ៊ានសម្លាប់គ្រូរបស់គេតើគាត់នឹងគឺជាមនុស្សដែលគ្រូសាលីនបានបញ្ជូនមកដើម្បីឲ្យជួយសង្គ្រោះមនុស្សទាំងពីរនាក់នោះមែនទេសរុបពេលដែលឈីងយៀនក៏បានតបទៅវិញថាគ្រូសាលីនវាគឺពិតជាគួរចាប់អារម្មណ៍ហើយក៏ប្រាប់ថាយ៉ាងណាមិញគាត់គឺគ្មានអំណងសម្លាប់តាចាស់ម្នាក់នឹងនោះទេដោយវាគ្រាន់តែជាការកដារបស់សត្វចិញ្ចឹមរបស់គាត់ដែលឈីងលីនតែប៉ុណ្ណោះដូច្នោះហើយគឺគ្មានចេតនានោះទេសរុបពេលដែលឈីងលីនវាក៏ប្រាប់ថាសំទោសបរោហើយខណៈដែលឈីងយៀនគាត់ក៏បានគិតបន្តិចខាងនេះវិញគេក៏បាននិយាយថាលបងមនុស្សម្នាក់នេះមើលទៅគឺពិតជាមិនធម្មតានោះទេដែលគេគួរតែចេះក្បាច់គុណហើយដូច្នោះប្រសិនបើយើងរត់នៅពេលនេះប្រហែលជាមានឱកាសមកសងសឹកចំណែកបងធំគេនឹងក៏បានរៀបចំផែនការដើម្បីចាប់ឈីលីងដែលជាសត្វរបស់ទូប្រយើងព្រោះថានៅពេលដែលត្រឡប់ទៅវិញប្រកាសជាទទួលបាននៅគុណសម្បត្តិដែរឈីងលីនវាក៏តបទៅវិញថាហ៊ានកំណត់គោលដៅមកលើខ្ញុំផងមែនទេមើលទៅពួកឯងគឺធុញទ្រាន់នៅក្នុងជីវិតហើយសរុបពេលដែលវាក៏ស្រាប់តែបានស្រែកបន្តិចប៉ុន្តែយ៉ាងណាមិញគ្រាន់តែស្ងាត់នោះទេហើយក៏ធ្វើឲ្យកូនសិស្សទាំងអស់ហ្នឹងគឺថាភ័យមិនស្ទើរដែរហើយឈីងយៀនក៏បានឌឺដងទៅកាន់ពួកគេថាពួកគេទាំងអស់គ្នាដែលជាកូនសិស្សនៅក្នុងសាលាបណ្ឌិតសភាធានយានហ្នឹងសុទ្ធតែជាមនុស្សកំសាកពួកគេក៏ឆ្លើយតបទៅវិញថាពួកគេទាំងអស់គ្នាគឺសុទ្ធតែនៅចំណុចកំពូលនៃអាណាចក្រផ្កាយហើយពួកគេក៏ជឿថាទូប្រយើងគឺមិនទាន់ឈានទៅដល់អាណាចក្រព្រះច័ន្ទនៅឡើយនោះទេដូច្នោះហើយក៏ប្រាប់ថាចាំស្លាប់ទៅនៅពេលនេះក៏នាំគ្នាសម្ដៅចូលទៅរកឈីងយៀនស្របពេលដែលឈីងយៀនគាត់ក៏ចង់ធ្វើការសាកល្បងនៅធម្មពលនៃអណ្ដាតភ្លើងរបស់គាត់ដែរដូច្នោះហើយនៅពេលនេះគឺថាត្រូវពេលល្អតែម្ដងគាត់ក៏បានប្រើប្រាស់នៅកម្លាំងធម្មពលនៃអណ្ដាតភ្លើងបង្កើតបានទៅជាបាតដៃអណ្ដាតភ្លើងធម្មពលជាច្រើនហើយក៏បានវាយសម្ដៅចូលទៅរកពួកគេទាំងអស់គ្នាក៏បានបញ្ចេញកម្លាំងដើម្បីមករារាំងហើយបន្ទាប់ពីបានឃើញនៅសម្ពាធធម្មពលដ៏ខ្លាំងបែបនេះក៏សួរទៅកាន់ឈីងយៀនថាតើគាត់គឺនៅកម្រិតណាឈីងយៀនក៏ប្រាប់ថាចៃដន្យអីគាត់ក៏នៅកម្រិតដូចជាពួកគេដែរពួកគេក៏តបមកវិញថាប្រសិនបើនៅដូចជាពួកគេហេតុអ្វីបានជាឈីងយៀនគឺអាចបញ្ចេញនៅសម្ពាធធម្មពលដ៏ខ្លាំងក្លាបែបនេះបានទៅវិញឬមួយក៏គាត់ទទួលបាននៅអណ្ដាតភ្លើងនោះឈីងយៀនក៏តបទៅវិញថាពួកគេគឺពិតជាឆ្លាតប៉ុន្តែពួកគេគឺបានប្រើប្រាស់នៅភាពវៃឆ្លាតនេះគឺថាខុសកលៈទេសៈហើយគាត់ក៏ចាប់ផ្ដើមបន្ថែមនៅកម្លាំងរបស់គាត់បន្តិចទៀតទៅកូនសិស្សមួយផ្នែកធំគឺបានដេកស្អាតបាត់ទៅហើយចំណែកកូនសិស្សម្នាក់ទៀតក៏បានចាប់ឈីងលីនយកទៅគំរាមទូប្រុសយើងឈីងយៀនក៏ប្រាប់ថាសំបីតែគាត់នឹងក៏មិនអាចសម្លាប់វាបានដែរដូច្នោះហើយប្រសិនបើកូនសិស្សម្នាក់នឹងមានសមត្ថភាពគឺថាចាត់ការដោយខ្លួនឯងទៅវាក៏ព្យាយាមចាត់ការទៅលើឈីងលីនផងដែរប៉ុន្តែក៏ត្រូវបានឈីងលីនបញ្ចេញកម្លាំងជាមួយអណ្ដាតភ្លើងរបស់វាដុតកូនសិស្សម្នាក់នឹងឲ្យคล้ายទៅជាសាច់អាំងបាត់ទៅហើយវាក៏នៅតែនិយាយថាពួកគេទាំងអស់គ្នាគឺមានពេលដើម្បីរត់ប៉ុន្តែបែរជាមិនរត់ដូច្នោះហើយគឺពិតជាល្ងងស្របពេលដែលមនុស្សទាំងពីរនាក់នេះវិញក៏បានអរគុណទៅកាន់ឈីងយៀនដែលបានជួយសង្គ្រោះជីវិតរបស់ពួកគេចំណែកឈីងយៀនក៏ប្រាប់ថាមិនចាំបាច់អរគុណគាត់នោះទេវាគ្រាន់តែជារឿងចៃដន្យតែប៉ុណ្ណោះហើយក៏ឲ្យពួកគេទាំងពីរនឹងចាក់ចេញទៅចំណែកគាត់ក៏បានចូលទៅខាងក្នុងឈីងលីនគឺពិតជាត្រេកអរដោយសារតែនៅទីបំផុតវាគឺបានញ៉ាំនៅផ្លែឈើទាំង7នោះហើយប៉ុន្តែឈីងយៀនក៏ប្រាប់ឲ្យវាស្ងប់ស្ងាត់ហើយក៏ផ្ទៀងត្រជាស្ដាប់បន្តិចទៅពួកគេទាំងពីរនាក់នឹងក៏បាននិយាយគ្នាដោយម្នាក់ស្រីក៏សួរទៅកាន់ម្នាក់ប្រុសថាតើនោះគឺជាឈីងយៀនមែនទេម្នាក់ប្រុសក៏ប្រាប់ថាមិនខុសនោះទេដែលគេគឺបានឃើញទូប្រុសយើងកាលពី3ឆ្នាំមុនដូច្នោះហើយម្នាក់ស្រីក៏បានបន្តថាបែបអញ្ចឹងគេគឺបានសម្លាប់បងប្រុសលីនបៃហួរកាលពីប៉ុន្មានថ្ងៃមុនហើយខណៈដែលម្នាក់ប្រុសនោះក៏បានបន្តថាមិនខុសនោះទេដូច្នោះហើយគេគឺត្រូវតែស្វែងរកឱកាសដើម្បីសម្លាប់ទូប្រុសយើងហើយប្រសិនបើគេអាចសម្លាប់ទូប្រុសយើងបាននោះគេនឹងក្លាយទៅជាវីរបុរសនៃគ្រួសារលីនហើយម្នាក់ស្រីក៏បានតបមកវិញថាប៉ុន្តែគេគឺបានជួយសង្គ្រោះពួកយើងទាំងពីរនាក់ហើយមើលទៅគេក៏មាននៅកម្លាំងធម្មពលដ៏ខ្លាំងក្លាផងដែរម្នាក់ប្រុសក៏នៅតែតបទៅវិញថាមិនចាំបាច់ព្រួយបារម្ភនោះទេដោយសារតែគេនឹងគឺមាននៅផែនការហើយព្រោះគេបានគិតថាទូប្រុសយើងគឺបានប៉ះទង្គិចគ្នាជាមួយនឹងមនុស្សនៅក្នុងសាលាបណ្ឌិតសភាធានយានដូច្នោះហើយពួកគេប្រកាសជាមកសងសឹកហើយខណៈដែលគេក៏ប្រាប់ថាលើកនេះសប៉ុនគឺត្រូវតែរឹងទុកបន្តិចហើយឈីងលីនលឺហើយក៏បាននិយាយថាពួកឆ្កែចចកនេះគឺពិតជាមិនដឹងគុណមែនឈីងយៀនក៏តបទៅវិញថាសម្បកពួកដូចជាគ្រួសារលីននេះតែគេគឺអាចមាននៅសុទ្ធល្អដោយរបៀបណាទៅហើយបន្តមកក៏ប្រើប្រាស់នៅកម្លាំងធម្មពលវិញ្ញាណរបស់គាត់បន្តិចហើយគាត់ក៏បានឃើញអំពីទីតាំងមួយនិងក៏បាននិយាយទៀតថាវាគឺពិតជាដោយការរំពឹងទុករបស់គាត់មែនស្របពេលដែលគាត់ក៏បានបន្តទៅខាងមុខនិយាយថាលើកនេះនៅពេលដែលគាត់ប្រើប្រាស់នៅធម្មពលនៃអណ្ដាតភ្លើងហ្នឹងវាក៏បានធ្វើឲ្យគាត់ហ្នឹងគឺថារៀងអស់កម្លាំងបន្តិចដែរដូច្នោះហើយគាត់គឺត្រូវការសម្រាប់បន្តិចបន្តមកគាត់នឹងរៀបចំនៅ account ដ៏ល្អមួយជាមួយនឹងពេលវេលាដែលបានកន្លងផុតទៅមនុស្សមួយក្រុមទៀតក៏បានមកដល់ទីនេះហើយក្នុងនោះក៏
មាននៅមនុស្សម្នាក់ដែលគេគឺមានឈ្មោះថាហូទួនដែលជាគ្រូបង្រៀននៃសាលាបណ្ឌិតសភាធានយានគេក៏បានសម្លឹងមើលទៅកាន់ផ្លែឈើស្វាយទាំង7នេះហើយក៏បាននិយាយថាគឺសិតតែជាផ្លែឈើដែលនៅលំដាប់ខ្ពស់ទៀតផងហើយខណៈដែលគេក៏បាននិយាយថាមនុស្សទាំងពីរនាក់នេះគឺលែងមានប្រយោជន៍ទៀតហើយស្របពេលដែលពួកគេទាំងពីរក៏ព្យាយាមប្រាប់ថាមនុស្សដែលបានសម្លាប់កូនសិស្សទាំងអស់នៅក្នុងសាលាបណ្ឌិតសភាធានយាននឹងគឺមិនមែនជាពួកគេនោះទេផ្ទុយទៅវិញគឺជាអ៊ិនឈិងយានហើយហូទួនក៏តបទៅវិញថាគេគឺដឹងហើយព្រោះថាប្រសិនបើពួកគេទាំងពីរគឺជាអ្នកធ្វើមែននោះនៅលើរាងកាយរបស់គេប្រកាសជារើរបួសហើយម្នាក់ស្រីនឹងក៏នៅតែព្យាយាមអង្វរឲ្យពួកគេនឹងគឺថាដល់លែងខ្លួនទាំងពីរនាក់ទៅប៉ុន្តែហូទួនក៏បានបញ្ចេញដាវជាមួយនឹងធម្មពលដែលធ្វើជីវិតរបស់ពួកគេទាំងពីរនាក់ក៏ត្រូវបានបញ្ចប់ហើយឈីលីងក៏និយាយថាអញ្ចឹងហើយឲ្យសមមុខពួកគេទាំងពីរនាក់ចំណែកឈិងយានក៏ប្រាប់ថាដល់ពេលដែលត្រូវតែមើលគេសម្ដែងហើយដោយឡែកកូនសិស្សម្នាក់ដោយសារតែចង់ផ្គាប់ចិត្តលោកម្ចាស់នោះក៏ប្រាប់ថាខ្ញុំនឹងទៅបេះនៅផ្លែឈើទាំង7នោះឲ្យលោកគ្រូស្របពេលដែលហូទួនក៏បានស្រែកបញ្ឈប់គេប្រាប់ថានោះគឺជាកំណត់ទ្រព្យដ៏មានតម្លៃបំផុតនៃឋានសួគ៌តែគេគឺចង់ប៉ះវាដោយផ្ទាល់ដៃមែនទេបន្តិចក្រោយមកទៀតនោះដើមឈើនឹងវាក៏ចាប់ផ្ដើមកម្រើកញាប់ញ័រហើយដៃជើងរបស់វាប្រៀបបីដូចជាសត្វចម្លែកនោះក៏បានលេចឡើងមកអមជាមួយនឹងធម្មពលវិញ្ញាណហួទួនឃើញហើយក៏ប្រាប់ទៅកាន់កូនសិស្សទាំងអស់ថាដើមឈើនឹងគឺកំពុងតែបញ្ចេញនៅធម្មពលវិញ្ញាណហើយពួកគេទាំងអស់គ្នាគឺបើកនៅសមុទ្រចិត្តក៏ដូចជាស្រូបយកនៅធម្មពលវិញ្ញាណនេះដើម្បីធ្វើការកែលម្អកម្រិតនៃការវឹកហាត់ទៅហើយម្នាក់នឹងគឺពិតជាលឿនខ្លាំងមែនទែនប៉ុន្តែម្នាក់ស្រីនឹងក៏មានអារម្មណ៍ថាដូចជាខកប្រក្រតីដោយសារតែនាងគឺធ្លាប់ឃើញវានៅក្នុងសៀវភៅមួយដែលវាគឺអាចលេបត្បាក់យកនៅធម្មពលពលឹងប៉ុន្តែជាមួយគ្នាក៏ត្រូវបានហួទួននឹងគឺថាធាក់នាងទម្លាក់ចូលទៅក្នុងស្រះនោះបាត់ទៅហើយបន្ទាប់ពីនាងគឺបានធ្លាក់ទៅយើងក៏ឃើញថានាងគឺចាប់ផ្ដើមមានការប្រែប្រួលទាំងស្រុងតែម្ដងដោយនៅពេលនេះគឺថាមិនខុសអំពីអាយ៉ងនៃដើមឈើនឹងទេហើយខណៈដែលកូនសិស្សដទៃផ្សេងទៀតនឹងក៏ថាមិនខុសគ្នាដែរចំណែកហួទួនគេក៏បានដើរថយក្រោយហើយនៅក្នុងដៃរបស់គេក៏មាននៅរបស់ការពារមួយដែរមុនពេលដែលគេក៏បានបោះជំហានទៅខាងមុខវិញហើយក៏និយាយថាមើលទៅម្នាក់ស្រីនឹងគួរតែបានអាននៅសៀវភៅនោះទាំងស្រុងហើយប៉ុន្តែចំណេះដឹងត្រឹមតែពាក់កណ្ដាលគឺបានត្រឹមតែធ្វើបាបខ្លួនឯងតែប៉ុណ្ណោះយ៉ាងណាមិញចំពោះផ្លែឈើធម្មពលពណ៌ស្វាយទាំង7នេះវាគឺអាចជួយបង្កើនកម្រិតនៃការវឹកហាត់របស់មនុស្សម្នាក់បានប៉ុន្តែគេក៏គួរតែអរគុណទៅដល់ស្មៅឋានសួគ៌ដែរដែលវាគឺអាចលេបត្បាក់យកនៅពលឹងហើយធម្មពលអាចកំបាំងរបស់វាវិញគឺអាចបង្កើតបានទៅជាការបំភាន់ដូច្នោះហើយក៏ធ្វើមនុស្សចូលទៅរកវានៅទីបំផុតនោះពួកគេក៏ខ្លាយទៅជាជីសម្រាប់ដើមឈើនឹងទៅហើយអ្វីដែលត្រូវការនោះវាគឺជាទ្រព្យសម្បត្តិកម្រិតស្ដេចដោយវាគឺជាគុជមាសពណ៌ស្វាយដោយសារតែរបស់នឹងគឺអាចទប់ទល់ជាមួយនឹងធម្មពលនៃការបំភាន់នេះបានដោយឡែកចំពោះបាស្មៅឋានសួគ៌ដែលជារបស់ដូចជាសត្វចម្លែកនឹងវិញគាត់គ្រាន់តែប្រើប្រាស់នៅកម្លាំងធម្មពលដើម្បីចាត់ការទៅលើវាតែប៉ុណ្ណោះដោយសារតែវានឹងគឺបានគ្រប់គ្រងទៅលើមនុស្សយ៉ាងច្រើនទៅហើយដូច្នោះហើយក៏គួរតែចំណាយកម្លាំងអស់យ៉ាងច្រើនដែររួចហើយនោះក៏បាននិយាយទៅកាន់ឈិងយានថាតើគាត់នឹងគឺមើលឆ្អែតហើយឬនៅទូប្រុសក៏បានដើរចេញទៅតែដៃសរសើរថាពិតជាផែនការល្អហូទួនក៏បានតបទៅវិញថាមិនចាំបាច់សរសើរគេនោះទេដោយសារតែគេក៏បានលើថាទូប្រុសយើងក៏កំពុងតែរៀបចំប្រយុទ្ធគ្នាជាមួយនឹងលីនវៃដែរដូច្នោះហើយនៅពេលដែលពួកគេទាំងពីរនាក់ប្រយុទ្ធគ្នានោះគេប្រកាសជាអង្គុយមើលវិញម្ដងចំណែកឈិងយានក៏តបទៅវិញថាលោកប្រហែលជាគ្មានឱកាសដើម្បីអង្គុយមើលនោះទេហូទួនក៏តបទៅវិញថាប្រសិនបើឈិងយានគឺពិតជាចង់ប្រយុទ្ធគ្នាជាមួយនឹងគាត់ដោយសារតែផ្លែឈើធម្មពលពណ៌ស្វាយទាំង7នោះគេប្រកាសជាស្លាប់នៅទីនេះហើយបន្ទាប់មកលីនវៃប្រកាសជាទទួលបានផលទៅទេហើយឈិងយានក៏បានឌឺដងទៅកាន់អបិនឹងដោយបាននិយាយទៅកាន់ឈិងលីនថាមើលទៅគ្រូបង្រៀននៅក្នុងសាលាបណ្ឌិតសភាធានយានម្នាក់នឹងគឺពិតជាពូកែអួតក្អេងក្អាងពិតមែនចំណែកឈិងលីនក៏និយាយថាវាគឺពិតជាចង់ហាយមាត់ពួកគេខ្លាំងមែនទែនហូទួនក៏តបទៅវិញថាបន្ទាប់ពីពួកគេទាំងពីរនាក់បានស្លាប់ទៅប្រកាសជាជួបជុំគ្នានៅក្នុងឋាននរកឈិងលីនក៏បានឌឺទៅវិញថាហូទួនគឺជាមនុស្សម្នាក់ដ៏អស្ចារ្យដែលមានមនុស្សជាច្រើននឹងគឺថាចង់មកចោលមរោមលើដូច្នោះហើយវាគឺពិតជាខឹងប៉ុន្តែក៏គ្មានពាក្យតវ៉ាទៀតដែរគេបានប្រាប់ថាចំពោះផ្លែឈើធម្មពលទាំង7ពណ៌នេះវាគឺចំណាយពេល300ឆ្នាំទម្រាំតែវាគឺចេញផ្កា300ឆ្នាំទម្រាំតែចេញផ្លែហើយ300ឆ្នាំទម្រាំតែទទួលបាននៅទម្រង់ដែលមានពណ៌ស្វាយនឹងឯងដូច្នោះហើយក្នុងកំឡុងពេលប៉ុន្មានឆ្នាំមកនេះវាក៏បានស្រូបយកនៅធម្មពលជីវិតអស់យ៉ាងច្រើនផងដែរប្រាប់ទៀតថាចំពោះផ្លែឈើនឹងមួយវាគឺអាចជួយបង្កើនកម្រិតធម្មពលអ្នកដែលនៅកម្រិតអាណាចក្រប្រជានឹងបានមួយកម្រិតផងដែរដូច្នោះប្រសិនបើគេគឺញ៉ាំវាទាំងអស់នោះគេប្រកាសជាឈានទៅដល់ចំណុចកម្ពស់នៃអាណាចក្រប្រជាហើយសួរទៅកាន់ទូប្រុសយើងថាតើនៅពេលនោះតើឯងដឹងទេថាខ្ញុំគឺចង់ធ្វើអ្វីជាងគេស្របពេលដែលឈិងយានគាត់ក៏បានស្ងាត់មួយប្រាប់ហើយថាខ្ញុំគឺមិនចាប់អារម្មណ៍ជាមួយនឹងរឿងរបស់លោកនោះទេគេក៏នៅតែបន្តដើរចូលមកហើយក៏និយាយទៀតថាពួកសត្វកណ្ដុរក៏ដូចជាមនុស្សទាំងអស់នោះដែលនៅក្នុងសាលាបណ្ឌិតសភាធានយានមិនថាតែកូនសិស្សលោកគ្រូអ្នកគ្រូនោះទេពួកគេទាំងអស់គ្នានឹងគឺតែងតែមើលងាយគាត់និយាយហើយថាមើលទៅប្រហែលជាពួកគេនឹងគឺចង់កំចាត់គាត់ចោលហើយរួចហើយនោះគេក៏បានបង្ហាញអំពីអំណាចធម្មពលរបស់គេបន្តិចដែរប៉ុន្តែបន្តមកទៀតនោះក៏ស្រាប់តែបានស្ងប់ស្ងាត់ត្រឡប់ទៅវិញទៅរួចហើយនោះគេក៏បានបន្តទៀតថាប្រសិនបើគេគឺអាចឈានទៅដល់ចំណុចកម្ពស់នៃអាណាចក្រប្រជានោះគេប្រកាសជាធ្វើការបោះសម្អាតនៃសាលាបណ្ឌិតសភាធានយាននឹងតែម្ដងហើយបន្ទាប់មកគេនឹងធ្វើការរៀបចំនៅសណ្ដាប់ធ្នាប់នៃសាលាឡើងវិញឈិងយានក៏បានតបថាពិតជាមានមហិច្ឆតាប៉ុន្តែពេលខ្លះក៏ត្រូវការសំណាងដែរគេក៏នៅតែនិយាយថានៅពេលនេះឈិងយានគឺមិនទាន់អាចប្រើប្រាស់នៅធម្មពលវិញ្ញាណបាននោះទេប្រសិនបើគាត់ចង់ប្រើគឺត្រូវតែបើកនៅសមុទ្រវិញ្ញាណប៉ុន្តែប្រសិនបើគាត់បើកនោះគាត់ប្រកាសជាស្លាប់ហើយចំពោះគេវិញក៏បានបញ្ចេញនៅធម្មពលប្រាប់ហើយថាវាមិនដូចគ្នានោះទេ